គណៈកម្មការទី9នៃរដ្ឋសភាដឹកនាំដោយលោកជំទាវ និន សាផុន និងឯកឧត្តមបណ្ឌិត លី ឆេង នាំយកអំណោយសម្ដេចរដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភារួមជាមួយអំណោយគណៈកម្មការទី9និងមូលនិធិសប្បុរសធម៌ Belty Charity ជូនវីរៈកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យនិងជនភៀសសឹកចំនួន300គ្រួសារព្រមទាំងក្រុមគ្រូពេទ្យនិងសាលារៀនបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកជំទាវ និន សាផុនប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាអ្នកវានុវត្តន៍រ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់គណៈកម្មការទី9នៃរដ្ឋសភានិងឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការនិងជាស្ថាបនិកអគ្គនាយក Belty Group រួមជាមួយឯកឧត្តមលោកជំទាវលេខាធិការសមាជិកសមាជិកាគណៈកម្មការបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជារួមជាមួយអំណោយគណៈកម្មការទី9និងមូលនិធិសប្បុរសធម៌ Belty Charity ដើម្បីប្រគល់ជូនវីរៈកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យនិងជនភៀសសឹកចំនួន300គ្រួសារព្រមទាំងក្រុមគ្រូពេទ្យនិងសាលារៀនបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅខេត្តឧត្តរមានជ័យដោយមានការសម្របសម្រួលនិងទទួលស្វាគមន៍ពីឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលនៃគណៈអភិបាលខេត្តពិធីប្រគល់អំណោយនេះក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងតំណាងសិស្សនិស្សិត Belty មួយចំនួនផងដែរជាការចាប់ផ្ដើមឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានរាយការណ៍អំពីស្ថានភាពទូទៅរបស់ខេត្តផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ទាហានថៃរួមទាំងការងារគ្រប់គ្រងនិងរៀបចំជូនជនភៀសសឹកស្នាក់នៅប្រកបដោយសុវត្ថិភាពឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានិងគណៈកម្មការទី9នៃរដ្ឋសភាព្រមទាំងមូលនិធិសប្បុរសធម៌ Belty Charity ដែលបាននាំយកនៅអំណោយសម្រាប់ផ្ដល់ជូនដល់វីរៈកងទ័ពនិងជនភៀសសឹកព្រមទាំងក្រុមគ្រូពេទ្យនិងសាលារៀនបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពនាពេលនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរៀបចំទីជម្រកអាហារទឹកស្អាតសេវាសុខាភិបាលនិងការថែទាំជាចាំបាច់ដើម្បីឲ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាពជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី9នៃរដ្ឋសភានិងជាស្ថាបនិកអគ្គនាយក Belty Group បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពនិងបានចូលរួមរំលែកការលំបាកជាមួយបងប្អូនជនភៀសសឹកផងដែរឯកឧត្តមបណ្ឌិតបានជម្រាបជូនផងដែរថារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាពិសេសអ្នកតំណាងរាស្ត្រទាំងអស់តែងតែគិតគូរអំពីសុខទុក្ខរបស់វីរៈកងទ័ពក្នុងកលៈទេសៈដ៏លំបាកនេះហើយស្មារតីរួមសាមគ្គីគ្នាខ្មែរតែមួយបានធ្វើឲ្យចលនាជាតិនិយមបានកើតឡើងនិងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជាមួយស្មារតីនេះប្រជាជនកម្ពុជាទូទាំងប្រទេសនិងគ្រប់មជ្ឈដ្ឋានព្រមទាំងសប្បុរសជននានាហើយក្នុងនោះក៏មានគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៃ Belty Groupព្រមទាំងសិស្សានុសិស្សនៃសាលា Belty អន្តរជាតិនិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិគ្រប់ទីតាំងបានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនិងតាមលទ្ធភាពនៅថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខនិងគ្រួសារវីរៈកងទ័ពព្រមទាំងជនភៀសសឹកដែលកំពុងរងផលប៉ះពាល់ពីការឈ្លានពានដ៏ឃោរឃៅនិងអមនុស្សធម៌របស់ទាហានថៃថ្លែងក្នុងពិធីនោះលោកជំទាវ និន សាផុនប្រធានគណៈកម្មការទី9នៃរដ្ឋសភាបានពំនាំនៅប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភាដែលជានាយកការសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរចំពោះទុក្ខលំបាករបស់ក្រុមគ្រួសារវីរៈកងទ័ព
ការផ្ដាំផ្ញើសួរសុខទុក្ខនិងការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពដែលបានការពារបូរណភាពទឹកដីនិងពលីជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាជនលោកជំទាវ និន សាផុនក៏បានថ្លែងអំណរគុណដល់វីរៈកងទ័ពជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងអាយុជីវិតដើម្បីការពារបូរណភាពទឹកដីនិងសេចក្តីសុខសាន្តរបស់ប្រជាជននេះគឺជាការលះបង់ដ៏ធំធេងនិងជាគុណបំណាច់ដែលពុំអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណនិងផ្ដល់តម្លៃជាវីរៈបុរសលោកជំទាវប្រធានក៏បានផ្ដាំផ្ញើដល់ប្រជាជនទាំងអស់ត្រូវបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្ទាប់មកលោកជំទាវប្រធានក៏បានបន្តដឹកនាំប្រតិភូគណៈកម្មការទី9រួមជាមួយគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងតំណាងសិស្សនិស្សិត BLT អញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយជូនដល់ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចំនួន473នាក់ដែលកំពុងសិក្សានៅសាលារៀនបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី9រួចបន្តអញ្ជើញទស្សនកិច្ចសកម្មភាពដាំដុះបន្លែរបស់ជនភៀសឹកនៅសួនដាំបន្លែដែលជាគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតសូមជម្រាបជូនថាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភារួមជាមួយអំណោយគណៈកម្មការទី9និងមូលនិធិសប្បុរសធម៌ BLT Charity រួមមានកសម្រាប់ប្រគល់ជូនវីរៈកងទ័ព 1. ថវិកាចំនួន70លានរៀល 2. អង្ករចំនួន6តោន 3. ត្រីខចំនួន500យួរ 4. មីជាតិចំនួន500កេស 5. ទឹកសុទ្ធចំនួន500កេស 6. ឆៃពៅផ្អែមចំនួន500គីឡូ 7. ផ្អកសាច់ជ្រូកចំនួន1ធុង 8. ត្រសក់ចាវចំនួន1ធុង 9. អាវរងាចំនួន2បាវសរុប800អាវ 10. ថ្នាំពេទ្យចំនួន1ឡាំង 11. នំចំនួន30កេស ខសម្រាប់ជនភៀសឹកចំនួន300គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន 1. ថវិកាចំនួន50000រៀល 2. អង្ករចំនួន1បេទម្ងន់10គីឡូក្រាម 3. ទឹកសុទ្ធចំនួន1កេស 4. កញ្ចប់សម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគចំនួន1កញ្ចប់ដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី BLT IUU សូមអរគុណសូមជម្រាបលា BLT International University, the future of global leaders.